ok nè tầng ở này chẳng bàn châu được phơ vọc shop cho mùi đằng mùi đại cru sầm bát chạy hay rồi này chẳng đêm mùi cứ cru sầm bát bàn ba tầm pọt mấy nè ca anh ở vọt khắc ôn sai và mấy cho mùi cho bắp đạp lốp cứ nom bọc ôn ở này châu được phơ vọc shop nè ca đằng côn sầm đằng côn nè ca ở côn khuôn ảnh hay xong tô khuôn ảnh rồi ai vừa buộc cô dân gì trang cứ đa giờ pe du ha cứ dân miền là làm thai dân chụp nu dân ăn đằng luôn hay dân bàn pe khai dân đa pe khai dân pe luôn những bàn tụ bàn hồn anh tốc hồn anh chào chứng đây thì mới có cô sầm bạt bàn non phô bọc sò rồi hà bàn to bọc nè trời phải tiệp ta sọ mà chạy trời chăm tha cô sầm bạt do mê liên mà chạyนี่คือเรากับเขาได้cô sầm bạtตกbàn rồi giờ peปีนำเจียงได้cô sầm bạt phơiให้ไม่เราเขาได้ครูมาดามการจับได้cô sầmบạtบ่มวักต่อแต่ห้องแต่คราวที่ให้ยมอนุวัตคุณไอ้บ้านพาตัวยมมาใช้จังครูสมบัติยมมาใช้ตรำแต่ใบพิรอยกันเนาะได้ในขนมนี่คือยืรุ้งตีคลั่งเนี่ยโจรินเนี่ยดังกับเราชีวิตเนี่ยโจรินดังแต่ริจมร้านเนี่ยโจรินดังแต่มินอภินหากรุบเลยชีวิตเสดักโกดาคือบ้านพันเรื่องบ่มพอดในขนมเลยชีวิตจังคือเดติปีครูสมบัติไปได้ยังบ้านส่งตัวคุณไอ้เรื่องกรุบยางเอาคนคุณไอ้ให้จำเลยติปีแต่เนี่ยครูแต่ฝืนคือเนี่ยចំណុចទី2ចំណុចទី1 D2 ចំណុចទី1អ្នកត្រូវតែមកជឿជាក់ជាមួយនឹងសមត្ថភាពខ្លួនឯងអ្នកត្រូវតែមកជឿជាក់នឹងសមត្ថភាពខ្លួនឯងថាសមត្ថភាពរបស់ខ្លួនឯងគឺមានសមត្ថភាពណាស់ហើយទុកចិត្តលើខ្លួនឯងបើអ្នកយកអារម្មណ៍របស់ខ្លួនឯងទៅគិតរឿង ABC អ្នកនឹងមិនបានផលទេព្រោះអ្នកតែងតែស្ដាប់លោកខាងក្រៅជឿបុគ្គល A បុគ្គល B តែអ្នកត្រូវតែចំណុចនេះគឺដែលពីត្រូវតែមកទុកចិត្តជាមួយខ្លួនឯងឲ្យខ្លាំងបំផុតជឿលើគោលដៅដែលខ្លួនឯងធ្វើជឿលើអ្វីដែលខ្លួនឯងដើរហើយច្បាស់លាស់ទៀតអ្នកនរគ្នាពេលដែលអ្នកច្បាស់លើខ្លួនឯងទោះបីអ្នកធ្វើអីក៏ដោយគឺចម្រើនដែរអត់ស្ទាក់ស្ទើរអត់ពិបាកទេតែបើអ្នកស្ដាប់គេខាងក្រៅខ្លាំងជាងបេះដូងរបស់ខ្លួនឯងគឺអ្នកតែងតែពេលខ្លះគឺផលត្រូវតែបានក៏អត់បានដែរព្រោះអ្នកអត់ជឿជាក់ជាមួយខ្លួនឯងដេទី2ចំណុចទី1គឺអ្នកមកយល់ច្បាស់ពីខ្លួនឯងមកជឿជាក់លើខ្លួនឯងព្រោះការជឿជាក់ខ្លួនឯងគឺសំខាន់ណាបុគ្គលខ្លះខ្លួនឯងមិនទាំងតែជឿខ្លួនឯងមិនទាំងតែពិតប្រកបខ្លួនឯងហងហើយចង់ទៅធ្វើអ្វីមិនទោះបីអ្នករៀនប៉ុណ្ណាតែអ្នកមិនជឿជាក់សមត្ថភាពខ្លួនឯងក៏អ្នកបានផលដែរគ្រូខ្លាំងប៉ុណ្ណាគ្រូឲ្យប៉ុណ្ណាខ្លាំងប៉ុណ្ណាបង្ហាញផ្លូវប៉ុណ្ណាក៏ដោយតែបើអ្នកមិនជឿលើសមត្ថភាពរបស់ខ្លួនឯងអ្នកក៏អត់បានផលដែរព្រោះនេះគឺជាចំណុចពិសេសបំផុតដែលគ្រូសម្បត្តិដើររយៈពេល moment គឺអាណិតគ្រូសម្បត្តិក៏អត់ជឿជាក់ជាមួយខ្លួនឯងតែគ្រូបង្រៀនហើយអីហើយគ្រប់យ៉ាងល្អគ្រប់យ៉ាងតែយើងមិនជឿលើសមត្ថភាពថាខ្ញុំអាចធ្វើបានអត់ខ្ញុំធ្វើកើតអត់នេះហើយគឺជាចំណុចដែលស្ទាក់ទើឲ្យអ្នកអត់មានលទ្ធផលក្នុងច្បាប់ដល់លោកមិនថាអ្នករៀនច្បាប់ធ្វើទេអញ្ចឹង D2 គឺមកជឿជាក់ជាមួយខ្លួនឯងឲ្យណែនហើយចំណុចទី2ក្នុង D2 អ្នកត្រូវតែជឿលើវត្ថុស័ក្តិសិទ្ធិដែលនៅក្នុងមនុស្សរបស់អ្នកហើយកាន់ដៃគាត់ចេញមកសាងរួមជាមួយអ្នកគ្រប់ពេលវេលាព្រោះអីនៅក្នុងខ្លួនរបស់អ្នកក្នុងខ្លួនរបស់គ្រូសម្បត្តិមានវត្ថុស័ក្តិសិទ្ធិដ៏អស្ចារ្យបំផុតគឺអតិទេពដ៏ស័ក្តិសិទ្ធិមនុស្សដ៏អស្ចារ្យដែលគាត់នៅកំដរអ្នកពេញមួយជីវិតមិនធម្មតាទេគ្រាន់តែគ្រូសម្បត្តិធ្វើប៉ុណ្ណឹងចែកប៉ុណ្ណឹងក៏ព្រឺដែរព្រោះខ្ញុំបានជឿលើសមត្ថភាពខ្លួនឯងខ្ញុំបានយល់ពីខ្លួនឯងច្បាស់ខ្ញុំយល់ពីជំរឿននៃភាពស័ក្តិសិទ្ធិនិងការកម្មង់និងការសាងរួមជាមួយនឹងអតិថិរបស់ខ្ញុំគ្រាន់តែខ្ញុំធ្វើប៉ុណ្ណឹងអ្នកនរគ្នាគឺមានអារម្មណ៍ថាព្រឺតែម្ដងព្រោះឯវត្ថុសិទ្ធិគឺគាត់ញរុំគាត់ជាបុគ្គលម្នាក់ដែលនៅជាមួយយើងគ្រប់វិនាទីហើយគាត់អាចនៅបំពេញក្តីស្រមៃរបស់យើងបានទាំងអស់តែពេលខ្លះយើងអត់ចេះប្រើយើងអត់ចេះទីមកប្រើអត់ដឹងធ្វើបែបណាគាត់មកសាងរួមជាមួយយើងអត់ដឹងទេអញ្ចឹងចំណុចនេះពិសេសខ្លាំងណាស់ណាបុគ្គលដែលជាមនុស្សធម្មតាក្រែងតែមើលរំលងចំណុចនេះមើលរំលងទាំងអស់มันអាចគិតថាអូវត្ថុស័ក្តិសិទ្ធិតែតែជឿលោកខាងក្រៅ ABC ខាងពិតលោកខាងក្រៅមិនវត្ថុស័ក្តិសិទ្ធិក៏មានប៉ុន្តែវត្ថុស័ក្តិសិទ្ធិដែលជួយអ្នកបានគ្រប់ខ្យល់ដកដង្ហើមគឺវត្ថុស័ក្តិសិទ្ធិដែលនៅក្នុងខ្លួនអ្នកអញ្ចឹងអ្នកកាន់ដៃចាក់វត្ថុស័ក្តិសិទ្ធិនៅក្នុងខ្លួនអ្នកមកសាងរួមជាមួយអ្នកគ្រប់វិនាទីអ្នកនឹងសម្រេចដើរដល់គោលដៅលឿនបំផុតមិនថាអ្នកទៅកន្លែងណាមកកន្លែងណាអ្នកសាអាជីវកម្មឬអ្នកធ្វើអីទេគាត់នឹងបង្ហាញផ្លូវអ្នកដោយពិសេសខ្លាំងផុតអ្នកនរគ្នាចេះប្រើអត់ចេះទាញអត់បើមិន feed in ដល់ឱកាសចូលរៀនមកអ្នកនេះប៉ុន្តែគ្រូសម្បត្តិចែកនេះបុគ្គលដែលជឿធាតុក៏យកទៅអនុវត្តបានផលប៉ុន្តែពេលខ្លះបុគ្គលធម្មតាគិតថាមិនដឹងថាយកទៅអនុវត្តចំណុចណាពីមុន
ធ្វើបែបណាឲ្យ finish ណាដឹងថាទាញអតិថិជននៅក្នុងខ្លួននេះចេញមកសាងរួមជាមួយបានទេគឺអាចដឹងទេលុះត្រាតែអ្នកចូលមករៀនច្បាស់តែម្ដងហើយពេលដែលអ្នកបានទាញអតិថិជនដ៏ស័ក្តិសិទ្ធិនៅក្នុងខ្លួនរបស់អ្នកមកសាងរួមជាមួយអ្នកធ្វើងារស្រាលស្រាលការងារអ្នកមានទូនាទីធ្វើការងារស្រាលស្រាលប៉ុន្តែវាបានផលលឿនអត់ហត់ទេតែបើអ្នកមិនចេះទាញនៅភាពស័ក្តិសិទ្ធិនៅក្នុងខ្លួនឬក៏កាន់ដៃជាមួយនឹងចក្រវាឡធុសិទ្ធិតែយើងធ្វើបែបខ្លួនឯងមនុស្សគេថាមនុស្សបើថាគិតតែមានតែខ្លួនឯងខ្លាំងណាធ្វើបែបមនុស្សធម្មតាហត់ណាស់ដល់ហើយគឺហត់ខ្លាំងណាស់គ្រូសម្បត្តិគឺដើរហើយអ្នកគ្នាដើរហើយមិនមែនថាខ្ញុំបត់ពិសោធន៍ឆ្អិននេះទេមិនឆ្អិនអីប្រកែទេប៉ុន្តែលទ្ធផលរបស់ខ្ញុំគឺបានអ្នកគ្នាគឺបានហួសពីការរំពឹងគឺខ្ញុំមានសេរីភាពខ្លាំងខ្ញុំមានក្តីសុខខ្លាំងហើយជីវកម្មខ្ញុំរីកហើយជាពិសេសបំផុតគឺខ្ញុំអាចទៅបង្វឹកម្ចាស់ business ដែលនៅខាងក្រោមដៃរបស់ខ្ញុំគឺឲ្យគាត់មានលទ្ធផលបានដែលគាត់ជឿធាតុធ្វើតាមហើយកូនសិស្សគ្រូម្ដាមការទាំងអស់គឺមានលទ្ធផលខ្លាំងមែនទែនអ្នកដែលជឿសតិដើរតាមមិនអស់គឺមិនធម្មតាទេគឺអស់បំណុលត្រូវប៉ាន់ដីរាប់ម៉ឺនរាប់សែនដុល្លារហើយគេសងលុយឬក៏ជាច្រើនជីវិតគ្រួសារមានសុភមង្គលគឺខ្ទុះខ្លាំងមែនទែនហើយគ្រូសម្បត្តិនៅក្នុងចំណោមដែលកូនសិស្សគ្រូម្ដាមការដូចគ្នាខ្ញុំបានរៀនយកមកអនុវត្តខ្លួនឯងគឺរីកចម្រើនហើយគឺខ្ញុំយកមកចុះមកជួយបន្តដើម្បីសងគុណគ្រូបាអាចារ្យសងគុណចក្រវាឡធុសិទ្ធិហើយមនុស្សក្នុងគេថាក្នុងអតិថិជនរសាសិទ្ធិរបស់ខ្ញុំគឺគាត់ពេញចិត្តនឹងការជួយមនុស្សទាំងអស់គ្នាជួយបងប្អូនទាំងអស់គ្នាដែលគាត់កំពុងតែតូចចិញ្ចាំងកំពុងតែប្របាក់ចិត្តកំពុងតែស្មុគស្មាញកំពុងតែងងឹតពំបីទិសកំពុងតែរយច្រកចេញមិនរួចអញ្ចឹងគាត់ពេញចិត្តនឹងការជួយបងប្អូនទាំងគ្នាអញ្ចឹងមើលវីដេអូនេះហើយបាក់ចិត្តឲ្យស្រឡះហើយកុំភ្លេចចិត្តអនុវត្តតែបើគិតថាអនុវត្តឲ្យចូលមកដល់កុំខ្លាចពីនមកគ្រូសម្បត្តិបានក្នុងเพจគ្រូសម្បត្តិឬក៏គ្រូសម្បត្តិបង្វឹកចេះតបជាប់ចិត្តទៅពីវត្ថុសិទ្ធិគឺเพจគ្រូសម្បត្តិមានទីហើយក៏ក្នុង YouTube ដូចគ្នា Channel ម្ដាមសម្បត្តិដល់នេះគឺអ្នកអាចឆាតបានព្រោះអត់ស្ទាក់ស្ទើរជាមួយនឹងការបង្ហាញផ្លូវទេសំខាន់ពុកម៉ែបងប្អូនឬក៏ fan ទីស្រឡាញ់បេះដូងអ្នកគ្នាជឿលើគ្រូសម្បត្តិប្រមាណ%បើអ្នកជឿតិចបានតិចអ្នកជឿច្រើនបានច្រើនបើអ្នកបើបេះដូងឲ្យអស់អ្នកនឹងមានលទ្ធផលខ្លាំងជឿធ្វើលទ្ធផលបានហូរពីការរំពឹងទុកព្រោះគ្រូសម្បត្តិបានលទ្ធផលដែលមិននឹកស្មានគឺមិនថាយើងអស់ចាកុំប្រៀបធៀបព្រោះបុគ្គលដែលគេរីកចម្រើនគេមិនមែនដើរមួយឆ្នាំពីរឆ្នាំគេជោគជ័យគេខ្លាចសេដ្ឋីទេគេស្ទើរមានបទពិសោធន៍ឆ្អិនយ៉ាងតិចក៏5ឆ្នាំដែរអ្នកនរគ្នាយ៉ាងតិចតែគ្រូសម្បត្តិ2ឆ្នាំគឺបានប៉ុណ្ណឹងគឺជាជោគជ័យរបស់នៃជីវិតរបស់គ្រូសម្បត្តិហើយក្តីសុខយល់ពីខ្លួនឯងសុខភាពល្អសម្រស់ស្រស់ស្អាតបែបខ្ញុំគ្រួសារស្វាមីស្រឡាញ់ពេញចិត្តថែបានល្អកូនស្ដាប់បង្គាប់រៀនប៉កែអាជីវកម្មដាក់រីកនេះហើយគឺជាលទ្ធផលដែលស្ត្រីគ្រប់រូបចង់បានមិនអត់ចង់បានតែពេលខ្លះចង់បានមិនដឹងទៅផ្លូវណាដើរទៅប្រឡោះណាហើយគួររៀបចំបែបណាហើយភាពស័ក្តិសិទ្ធិក៏ចឹងដែរជឿសទ្ធាវត្ថុសគ្រប់អង្គប៉ុន្តែឲ្យជុកទាំងដៃបន់ស្រង់ទុកកន្លែងតែហេតុអីក៏ផលទទួលផលអត់បានដោយសារតែយើងមិនដឹងក្បួនអញ្ចឹងឲ្យលឿនបំផុតផ្ដល់ឱកាសជួបគ្រូសម្បត្តិមហាទ្រព្យមិនថាក្នុងខករៀនផ្ទាល់ឬក៏ការណាត់ជួបតឬក៏ជួបគ្រូធំរបស់ខ្ញុំទេអ្នកផ្ដល់ឱកាសខ្លួនឯងបានព្រោះខ្ញុំបានបាត់ពិសោធន៍នេះក៏គ្រូរបស់ខ្ញុំចាប់ខ្ញុំបង្វឹកដូចគ្នាខ្ញុំសម្រេចចិត្តចូលរៀនដូចគ្នាទើបខ្ញុំមានលទ្ធផលបែបនេះតែបើខ្ញុំមិនហ៊ានសម្រេចចិត្តចូលរៀនខ្ញុំបានផលមកពីណារៀនដើម្បីមានលទ្ធផលរៀនដើម្បីសមត្ថភាពពូកែខ្លាំងជាងមុនរៀនដើម្បីផ្លាស់ប្ដូរនយោបាយវាសនាថ្មីចាំអត់បើចង់សម្រេចចិត្តឲ្យលឿនណាតែបើគិតបែបណាគឺមើលបន្តយកទៅអនុវត្តទៅគ្រូសម្បត្តិមានតែពាក្យជូនពរឲ្យបងប្អូនទាំងអស់គ្នាយកទៅអនុវត្តឲ្យបានផលគ្រប់គ្នាទាំងអស់បុគ្គលដែលជួបគ្រូសម្បត្តិជួបគ្រូម្ដាមការគឺដល់ពេលបើកបនបកត្រកថ្មីជីវិតរីកចម្រើនគ្រប់ជ្រុងនៃជីវិតអញ្ចឹងក៏អរគុណណាអញ្ចឹងក៏ត្រៀមជួបគ្នាមិនថាក្នុងខតមិនថាត្រៃវេបតឬក៏ជួបក្នុងកញ្ចប់មួយណាអាច inbox មកបន្ថែមបានដោយក្តីស្រឡាញ់អ្នកទាំងអស់គ្នាណោះ